លោកឌុងឆាយដណ្ដើមកូនពីអតីតភរិយាដេតម៉ារីណាប្រតាយប្រតបគ្នារហូតដល់អតីតភរិយាខ្លួនដេតម៉ារីណាសន្លប់ស្ដោកស្ដឹងបញ្ឈរភ្នែកឡើងលើកាលពីពេលថ្មីប៉ុន្មានម៉ោងនេះអ្នកនាងដេតម៉ារីណាអតីតភរិយារបស់លោកអុកញ៉ាឌុងឆាយបានប្រទីប្រតបការពីកូនរបស់ខ្លួនដែលបានយកមកចិញ្ចឹមដោយសារតែលោកឌុងឆាយមិនព្រមមិនសុខចិត្តក៏មកយកកូនពីអ្នកនាងដេតម៉ារីណាវិញក្នុងទឹកចិត្តជាម្ដាយស្រឡាញ់កូនមិនចង់ឲ្យកូនទៅឃ្លាតឆ្ងាយពីខ្លួនក៏ការពីកូនរហូតដល់មានការប្រទីប្រតបគ្នាស្រឡប់បញ្ឈរភ្នែកកណ្ដាលផ្លូវយ៉ាងស្ដោកស្ដឹងតែម្ដងមិនដឹងថាករណីនេះពេលណាបានអាចបញ្ចប់បាននៅទេដោយសារថាយើងឃើញការចំនួនជជែកដណ្ដើមកូនគ្នានេះវាមានពេលរ៉ាំរ៉ៃយូរណាស់ដែរមកហើយតាំងពីពួកគាត់ធ្វើការលែងលះគ្នាដំបូងមកម្លេះលោកឌុងឆាយនិងអ្នកនាងដេតម៉ារីណាបានលែងលះគ្នាតាមផ្លូវច្បាប់អស់រយៈពេលប្រហែលជាខ្ទង់1ឆ្នាំជាងទៅហើយប៉ុន្តែអ្វីដែលមិនទាន់បញ្ចប់នោះគឺរឿងកូនតែម្ដងអ្នកនាងដេតម៉ារីណាក្នុងនាមជាម្ដាយមិនចង់ឲ្យកូនទៅនៅឆ្ងាយពីខ្លួនទេឯលោកឌុងឆាយក្នុងនាមជាឪពុកក៏មិនចង់រស់សុខតែខ្លួនឯងចោលកូននោះដែរដូច្នេះហើយលោកក៏បានស្រវេស្រវាធ្វើយ៉ាងដូចម្ដេចដើម្បីបានកូនមកនៅចិត្តខ្លួនផងដែរដូច្នេះហើយចំនួនរវាងលោកទាំងពីរនេះมันអាចបញ្ចប់ដោយនីតិវិធីបាននោះទេពីព្រោះថាម្នាក់ចង់យកកូនរៀងខ្លួនដោយសារតែកូនមួយมันអាចបែងចែកខ្លួនជាពីរបាននោះទេត្រូវតែមានម្នាក់នៅខាងឪពុកឬក៏នៅខាងម្ដាយប៉ុន្តែទោះបីជាកូនឆ្លើយថានៅខាងឪពុកឬក៏នៅខាងម្ដាយក៏ដោយក៏នៅតែមានអ្នកមកដណ្ដើមដដែលហើយអ្វីដែលខ្ញុំចោទជាសំណួរនោះថាតើហេតុអ្វីបានជាច្បាប់គាត់កំណត់ឲ្យហើយមិនគោរពតាមច្បាប់យ៉ាងដូចនេះហើយខ្ញុំក៏ឆ្ងល់ថែមទៀតដែរថាហេតុអ្វីក៏ឆ្លោះប្រកែកគ្នាមានតែសន្តិសុខនិងអង្គរៈមកជួយជ្រោមជ្រែងបែបនេះតើសមត្ថកិច្ចអញ្ជូនទៅណាអស់ហើយសមត្ថកិច្ចជួយមកពិនិត្យផងបើបណ្ដោយឲ្យឆ្លោះគ្នាតាមផ្លូវសាធារណៈយ៉ាងដូចនេះនឹងពុំមានស្ថិរភាពនោះទេដូច្នេះហើយខ្ញុំសូមសំណូមពរដល់លោកអតីតអង្គញាឌុងឆាយនិងអ្នកនាងដេតម៉ារីណាឈប់បន្តការឆ្លោះគ្នាបង្ហាញនៅតាមបណ្ដាញសង្គមទៀតទៅនេះជាគំរូមិនល្អមួយដល់ក្មេងៗចំនួនក្រោយនេះទេអត្ថាធិប្បាយព័ត៌មានដែលខ្ញុំបាទមិស្រាក៏សូមធ្វើការបញ្ចប់តែប៉ុណ្ណេះបើសិនជាមានកំហុសខុសឆ្គងខ្ញុំបាទក៏សូមខន្តីដោយអភ័យទោសខ្ញុំបាទមិស្រាក៏សូមអរគុណនិងសូមគោរពលា